រឿងអណ្ដងវេទមន្តមានជាចាស់ម្នាក់រស់នៅឯចុងភូមិគាត់គឺជាគ្រូវេទមន្តថ្ងៃមួយពេលដែលគាត់ទៅមាត់ស្ទឹងដើម្បីយកទឹកដូចរាល់លើកស្រាប់តែឮសំឡេងក្មេងយំដូចជាមានសំឡេងក្មេងនៅឯណាអញ្ចេះអាយ៉ាគឺជាក្មេងមែនតើនរណាអីក៏ដាច់ចិត្តម្លេះបែរជាយកក្មេងតូចបែបនេះបណ្ដែតចោលតាមស្ទឹងឈប់យំទៅណាក្មេងតូចយាយនឹងមើលថែចៅណាឆ្លាតគ្រូវេទមន្តបាននាំទារកនោះយកទៅកាន់កន្លែងរបស់គាត់រួចក៏ប្រើវេទមន្តឲ្យក្មេងស្រីធំពេញរូបរាងជាមនុស្សស្រីស្រស់ស្អាតម្នាក់ពេលនេះចៅខ្លាចជាមនុស្សពេញវ័យហើយយាយនឹងដាក់ឈ្មោះឲ្យចៅថាទេពគង្គាព្រោះយាយរកឃើញចៅអណ្ដែតតាមទឹកចាស់លោកយាយចៅអរគុណច្រើនណាស់ដែលយាយបានជួយចៅឲ្យរួចផុតពីសេចក្តីស្លាប់ហើយថែមទាំងជួយចៅឲ្យក្លាយជាមនុស្សធំទៀតចាប់ពីពេលនេះទៅយាយនឹងបង្ហាត់ក្បួនវេទមន្តទាំងអស់ទៅចៅហើយចៅត្រូវតែខិតខំរៀនសូត្រដោយយកចិត្តទុកដាក់ណាចាស់លោកយាយចៅយល់ហើយ3ឆ្នាំក្រោយមកគង្គាបានរៀនចេះក្បួនច្បាប់វេទមន្តពីគ្រូវេទមន្តស្ទើរតែទាំងអស់គង្គាថ្ងៃនេះយាយចង់នាំចៅទៅកន្លែងស័ក្តិសិទ្ធិមួយនៅក្នុងភូមិតើជាកន្លែងអ្វីទៅលោកយាយហេតុអីក៏យើងត្រូវទៅទីនោះចៅគង់តែដឹងទេឆាប់មកតាមយាយមកណាគ្រូវេទមន្តនិងគង្គាបានធ្វើដំណើរមកដល់អណ្ដូងចំណាស់ក្រោមដើមឈើធំមួយតើលោកយាយចង់មកដងទឹកមែនទេតែមើលទៅអណ្ដូងនេះដូចជាប្រាការលេងកាត់ហើយតើយើងមកទីនេះធ្វើអីទៅលោកយាយនេះមិនមែនជាអណ្ដូងទឹកធម្មតានោះទេតែគឺជាអណ្ដូងស័ក្តិសិទ្ធិដែលមានអាយុរាប់ពាន់ឆ្នាំមកហើយមនុស្សម្នាជាច្រើនតែងតែមកបោះកាក់បួងសួងនៅទីនេះដើម្បីសូមឲ្យសម្រេចបំណងតែយើងមកបួងសួងដែរមែនទេលោកយាយមិនមែនទេគឺចៅត្រូវមកទីនេះដើម្បីហាត់នៅវិជ្ជាចុងក្រោយវិជ្ជាចុងក្រោយនេះមានន័យថាចៅនឹងហាត់បានសម្រេចអស់នៅទីនេះមែនទេត្រូវហើយព្រោះទីនេះជាកន្លែងដែលមានវេទមន្តឥឡូវចៅឆាប់បិទភ្នែកទៅយាយនឹងប្រើមន្តអាគមដើម្បីសូមធម្មពលឲ្យមកចៅគ្រូវេទមន្តបានប្រើមន្តអាគមឲ្យគង្គាទទួលបានធម្មពលវេទមន្តពីអណ្ដូងដើម្បីសម្រេចនៅវិជ្ជាចុងក្រោយបន្ទាប់មកពួកគេក៏បាននាំគ្នាទៅកន្លែងរបស់ពួកគេវិញថ្ងៃមួយមានស្ត្រីវ័យក្មេងប្លែកមុខ2នាក់បានធ្វើដំណើរចូលមកដល់ក្នុងភូមិហើយឃើញអ៊ំស្រីម្នាក់បោះកាក់ចូលអណ្ដូងមិនក៏អ៊ំស្រីយកកាក់បោះចោលក្នុងនេះអញ្ចឹងគួរឲ្យស្ដាយណាស់តើមនុស្សនៅទីនេះមិនចេះចាយលុយទេមែនទេក្មួយទាំងពីរយល់ច្រឡំហើយអ៊ំមិនបានយកកាក់បោះចោលទេតែមិញនេះខ្ញុំឃើញអ៊ំស្រីបោះចោលច្បាស់ណាស់ក្មួយទាំងពីរមកពីឆ្ងាយនៅមិនទាន់ដឹងរឿងនេះទេទីនេះគឺជាអណ្ដូងវេទមន្តដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយអ្នកនៅទីនេះសុទ្ធតែមកបោះកាក់ដើម្បីបួងសួងសម្រាប់បំណងគ្រប់គ្នាតើក្មួយចង់សាកទេអត់ទេគឺខ្ញុំមិនជឿទៅលើរឿងអបិយជំនឿទាំងអស់នេះទេមិនអីទេបើអញ្ចឹងអ៊ំទៅសិនហើយហេតុអីក៏អ្នកភូមិនៅទីនេះមានជំនឿទៅលើរឿងឈួតអស់ទាំងនេះទៅវិញបែរជានាំគ្នាយកមាសប្រាក់មកចោលទីនេះអស់រាប់ពាន់ឆ្នាំបើបែបនេះកាក់មាសនៅក្នុងអណ្ដូងនេះច្បាស់ជាច្រើនណាស់ហើយពិតមែនហើយអាយ៉ាប្អូនស្រីឯងពិតជាឆ្លាតមែនពេលនេះយើងនឹងខ្លាចទៅជាអ្នកមានហើយបងចង់យកមាសចេញពីអណ្ដូងនេះមែនទេត្រូវហើយពួកអ្នកភូមិទាំងនោះពិតជាល្ងងណាស់យើងនឹងយកមាសនេះឲ្យអស់នៅក្នុងយប់នេះពេលជប់មកដល់បងប្អូនចៅទាំងពីរក៏បាននាំគ្នាមកដល់មាត់អណ្ដូងដើម្បីលួចមាសឯងយកខ្សែទៅចងជាប់នឹងដើមឈើនោះទៅហើយហុចចុងខ្សែមកខាងទៀតឲ្យមកបងទុកឲ្យបងជាអ្នកចោះទៅចំណែកឯងរងចាំនៅទីនេះហើយចាំទទួលមាសពីបងចាខ្ញុំយល់ហើយមើលទៅគំនិតអាក្រក់បែបនេះមានតែបងទេដែលនឹកឃើញឯងកុំអត់ច្រើនអីនៅចាំទីនេះហើយបើមានមនុស្សដើរមកឆាប់ប្រាប់យើងភ្លាមលឺទេបានហើយយើងចោះទៅហើយពួកគេបានយកមាសចេញពីអណ្ដូងនោះទាំងអស់គ្មានសល់ពេលនោះបងប្អូនចៅទាំងពីរនាក់បានយកមាសដាក់លើរទេះដើម្បីរត់គេចខ្លួនប៉ុន្តែមានបរិសម្នាក់បានមកឃើញពីសកម្មភាពរបស់ពួកគេហ៎ចៅឈប់សិនចៅលួចមាសបងស្រីមានគេមកហើយឯងឆាប់បរទេះចេញភ្លាមទៅឲ្យលឿនឡើងចៅបងប្អូនអើយមានចៅ
ពេលនោះអ្នកភូមិចេញមកមើលប៉ុន្តែរទេះនោះបានបាត់ស្រមោលចូលទៅក្នុងព្រៃបាត់ទៅហើយពេលនោះមានបរិសម្នាក់សួរទៅមេភូមិអេតើចៅបានលួចមាសលោកមេភូមិមែនទេមិនមែនទេគឺពួកគេលួចមាសពីក្នុងអណ្ដូងស័ក្តិសិទ្ធិចំជាចង្រៃមែនតើអ្នកណាអីក៏ហ៊ានម្លេះពួកយើងនៅភូមិនេះជួនណាស់មកហើយមិនដែលមានរឿងអ្វីកើតឡើងទេហេតុអីនៅសុកស្រាប់តែមានគេមកលួចមាសទៅបែបនេះខ្ញុំគិតថាច្បាស់ជាមានអ្នកក្រៅចូលមកលួចទៅហើយសមហេតុសមផលថ្មីនេះតើមានអ្នកណាឃើញមនុស្សប្លែកមុខចូលមកក្នុងភូមិយើងទេពីព្រឹកមិញនេះខ្ញុំបានជួបនឹងមនុស្សប្លែកមុខ2នាក់ចូលមកដល់ភូមិរបស់យើងតែគេទាំងពីរនោះគឺសុទ្ធតែជាស្រីបើអញ្ចឹងត្រូវហើយព្រោះចៅអំបញ្ញមិញនេះមានគ្នា2នាក់ហើយក៏ជាស្រីដែរច្បាស់ណាស់គឺពួកគេនឹងហើយតើពេលនេះយើងធ្វើដូចម្ដេចដើម្បីដេញពួកគេតន់ទៅសូម្បីតែទិសដៅពួកគេក៏យើងមិនដឹងដែរមិនអីទេខ្ញុំមិនឲ្យវត្ថុស័ក្តិសិទ្ធិតាំងពីដូនតាយើងត្រូវបានកលួចទៅទេបានទេពួកយើងត្រូវតែរកវិធីយកមកវិញឲ្យបានខ្ញុំគិតថាពួកយើងគួរតែទៅជួបគ្រូវេទមន្តទៅក្រែងគាត់អាចមានវិធីដោះស្រាយដើម្បីយកមាសនោះមកវិញមែនហើយតោះយើងបន្ទាប់មកពួកគេបានទៅ